ថ្ងៃនេះខ្ញុំចង់មកចែករំលែកអំពីបទពិសោធន៍ធ្វើដំណើរមួយដែលពិតជាគួរចាប់អារម្មណ៍ខ្លាំងមែនទែនខ្ញុំបានធ្វើដំណើរដោយជិះរថភ្លើងល្បឿនលឿន TGV ចេញពីទីក្រុងប៉ារីសនៅចំណតរថភ្លើងម៉ុងប៉ាណាស់ទៅកាន់ទីក្រុងអង់សេតាំងពីពេលដែលខ្ញុំមកដល់ស្ថានីយ៍ខ្ញុំមានអារម្មណ៍ថាញាក់ផ្អើលខ្លាំងមែនទែនព្រោះស្ថានីយ៍ម៉ុងប៉ាណាស់ហ្នឹងមានភាពធំទូលាយមើលទៅដូចមមាញឹកខ្លាំងមែនទែនមនុស្សដើរទៅដើរមកច្រើនប៉ុន្តែគ្រប់យ៉ាងយើងមើលទៅដូចមានរបៀបរៀបរយខ្លាំងមែនទែនបន្ទាប់មកទៀតខ្ញុំក៏ដើរមកកាន់ច្រកចូលរថភ្លើងដើម្បី scan សំបុត្រនិងដើរទៅរកទូរថភ្លើងដែលខ្ញុំត្រូវឡើងជិះបន្ទាប់ពីបាន scan សំបុត្ររួចរាល់ហើយខ្ញុំក៏បានដើរទៅកាន់ទូរថភ្លើងដែលខ្ញុំត្រូវឡើងមើលទៅមានមនុស្សច្រើនខ្លាំងមែនទែនអ្នកខ្លះក៏ធ្វើដំណើរទើបតែមកដល់ហើយអ្នកខ្លះទៀតក៏រៀបចំចេញដំណើរពីទីក្រុងប៉ារីសនេះតែម្ដងហើយសម្រាប់រថភ្លើងនេះផងដែរគឺមាន2ជាន់មានជាន់ខាងលើនិងជាន់ខាងក្រោមហើយថ្ងៃនេះផងដែរខ្ញុំបានជ្រើសរើសអង្គុយនៅក្នុងថ្នាក់ first class ដែលអ្វីដែលខ្ញុំមានអារម្មណ៍គឺមានភាពងាយស្រួលខ្លាំងហើយនិងភាពស្ងប់ស្ងាត់កៅអីធំទូលាយមានផាសុកភាពមានកន្លែងដាក់ជើងស្រួលនិងមានបរិយាកាសស្ងប់ស្ងាត់សម្រាប់អ្នកធ្វើដំណើរនៅពេលដែលរថភ្លើងចាប់ផ្ដើមចេញដំណើរអារម្មណ៍គឺរលូនមិនមានការរញ្ជួយខ្លាំងអីទេបន្ទាប់ពីចេញពីទីក្រុងប៉ារីសទេសភាពនៅខាងក្រៅគឺចាប់ផ្ដើមផ្លាស់ប្ដូរពីអគារខ្ពស់ទៅជាទេសភាពជនបទវាស្មៅបៃតងនិងផ្ទះតូចៗដ៏ស្រស់ស្អាតការជិះ TGV នេះមិនត្រឹមតែជាការធ្វើដំណើរមួយទេប៉ុន្តែវាជាបទពិសោធន៍មួយដែលធ្វើឲ្យខ្ញុំនឹងបានមើលឃើញប្រទេសបារាំងនៅក្នុងមុំដ៏រាបស្មើថ្មីមួយបឿនរថភ្លើងលឿនណាស់ប៉ុន្តែនៅខាងក្នុងវិញមានអារម្មណ៍ថាស្ងាត់ហាក់ដូចជាមិនមានល្បឿនអីកើតឡើងអញ្ចឹងហើយនៅក្នុងការធ្វើដំណើរលើកនេះដែរវាធ្វើឲ្យខ្ញុំយល់ថាពេលខ្លះការធ្វើដំណើរមិនមែនគ្រាន់តែទៅដល់គោលដៅទេប៉ុន្តែវាជាបទពិសោធន៍មួយដែលខ្ញុំបានទទួលនៅតាមផ្លូវហើយចុងក្រោយនេះបើសិនជាមានឱកាសមកកាន់ប្រទេសបារាំងខ្ញុំសូមឲ្យអ្នកនរគ្នាសាកល្បងជិះរថភ្លើង TGV នឹងម្ដងព្រោះថាវាមិនត្រឹមតែរហ័សទេប៉ុន្តែវានឹងផ្ដល់អារម្មណ៍ថ្មីៗនិងការចងចាំល្អៗសម្រាប់យើងផងដែរ